សួស្តីអ្នកនរគ្នាចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបធ្វើម៉េចដើម្បីទទួលបានការ generate វីដេអូមួយនឹង AI ចឹងgenerate វីដេអូសំទោសគឺការ generate បាទអត្ថបទជាមួយនឹង AI ចឹងជាដំបូងអ្វីដែលយើងត្រូវធ្វើគឺយើងចូលមកកម្មវិធីហើយយើងចូលមកកន្លែងអ្វីដែលយើងបានជជែកគ្នាមុននឹងមកបាទឥឡូវខ្ញុំសូមបិទនេះដោយសារខ្ញុំមាន install មុននឹងនោះចឹងខ្ញុំចូលមកក្នុងហ្នឹងឥឡូវសូមមកផ្ទាំងគ្រប់គ្រងហើយខ្ញុំចូលមកកម្មវិធីវិញដើម្បីវាស្អាត clean ចេះហើយកន្លែងហ្នឹងយើងចុចពាក្យថាបង្ហាញតមកទៀតឧទាហរណ៍ថាឥឡូវខ្ញុំចុចថាបង្កើតមេរៀនតាក់ទងនឹងសៀមរាបចឹងខ្ញុំចុចបង្កើតដោយ AI ចឹងគឺវានឹងបាទ loading សម្រាប់ការបង្កើតបាទអានេះដោយសារតែយើងប្រើ AI ដែលខ្ញុំបានដាក់ឲ្យគ្នាយើងទាំងអស់គ្នាប្រើប្រាស់ហើយស្រាប់ហើយតែមានមួយផ្នែកទៀតដែលយើងអាចបាទដែលយើងអាចធ្វើការកំណត់ឧទាហរណ៍ថាបើសិនពេលខ្លះវា error អញ្ចឹងឧទាហរណ៍ថាវា error ចឹងយើងអាចចូលមកកំណត់ setting ហើយយើងអាចចូលមកបាទ MySQL មូលដ្ឋាននេះសំទោសយើងមក Gemini Direct នេះបន្តមកទៀតគឺយើងដាក់ API បាទ API ដែលយើងចូលយកក្នុងនេះយកមកដាក់អញ្ចឹងអាហ្នឹងគឺខ្ញុំនឹងប្រាប់អ្នកនរគ្នាថា link ណាដែលចូលមកហើយយើងចុចប៉ុណ្ណឹងទៅគឺវា save ទុកហើយឥឡូវគឺយើងបានអត្ថបទមួយហើយចឹងនេះខ្ញុំសូម copy ទុកមួយសិនអូខេអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍បើសិនជាខ្ញុំយកអាកន្លែងនេះហើយខ្ញុំចុចខ្វែងវិញមេរៀនបង្កើតយ៉ាអូខេសម្បត្តិអត្ថបទបង្កើតមេរៀនតាក់ទងនឹងទីក្រុងភ្នំពេញខ្ញុំចុចបង្កើតដោយ AI អញ្ចឹងវានឹង error អញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺមុនហ្នឹងដើម្បីកុំឲ្យវា error អញ្ចឹងគឺយើងចូលមកកំណត់ setting ហើយយើងយកនេះកន្លែង Gemini Direct ហើយយើងដាក់API ហ្នឹងចូលទៅដើម្បីឲ្យយើងក្នុងការងាយស្រួលក្នុងការប្រើប្រាស់អញ្ចឹងខ្ញុំចុចម្ខាងទៀតអូខេអញ្ចឹងគឺវាបង្កើតអត្ថបទថ្មីមួយទៀតឲ្យខ្ញុំវិញអញ្ចឹងយើងអាចរងចាំសិនទៅអូខេនេះគឺជាអត្ថបទថ្មីដែលនិយាយទាក់ទងមួយទីក្រុងភ្នំពេញនៅពេលដែលយើងបានអត្ថបទហ្នឹងយើងចុច Hi បាទលាក់មកគឺយើងអាចហ៊ានបានហើយមួយនឹងអត្ថបទហ្នឹងអញ្ចឹងក្នុងអត្ថបទហ្នឹងយើងអាចស្ដាប់ជាសំឡេងអានហើយយើងអាចបិទ Pick in ក៏បានបើក Pick in ក៏បានបិទភាសាអង់គ្លេសចោលក៏បានបើកក៏បានតែខ្ញុំ recommend បើកទៅយើងស្រួលមើលការបកប្រែអញ្ចឹងអាហ្នឹងគឺវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណ